តើមនុស្សយើងមានដើមកំណើតមកពីណាផ្អែកលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រខាងនរវិទ្យា anthropology និងបុរាណវិទ្យាមនុស្សជាតិយើងមានដើមកំណើតនិងការវិវត្តដូចខាងក្រោម 1. ទីកន្លែងកំណើតទ្វីបអាហ្វ្រិកការសិក្សាផ្នែក Gen DNA និងការរកឃើញផូស៊ីលឬ fossil បានបង្ហាញថាមនុស្សសម័យទំនើបឬ Homo sapiens ប្រភេទពូជអម្បូរមនុស្សយើងសពថ្ងៃមានដើមកំណើតដំបូងបំផុតនៅទ្វីបអាហ្វ្រិកជាពិសេសនៅតំបន់អាហ្វ្រិកខាងកើតនិងខាងត្បូងកាលពីប្រហែល 300,000 ឆ្នាំមុន 2. ការវិវត្តសរីរាង្គឬ evolution តាមទ្រឹស្ដីវិវត្តរបស់លោក Charles Darwin មនុស្សមិនមែនវិវត្តមកពីសត្វស្វាបច្ចុប្បន្នដូចជាស្វាអ៊ុងកង់ឬស្វាគ្រីទន្សោងនោះទេប៉ុន្តែមនុស្សនិងសត្វស្វាអម្បូរធំ apes មានដូនតារួមគ្នាតែមួយកាលពីប្រហែល 6 ទៅ 7 លានឆ្នាំមុនក្រោយមកពូជអម្បូរនោះបានបំបែកជាពីរម្ខាងវិវត្តទៅជាសត្វស្វាធំដូចជាស៊ីមប៉ុងសេម្ខាងទៀតវិវត្តជាបន្តបន្ទាប់មកជាអម្បូរមនុស្ស hominins ដែលចាប់ផ្ដើមចេះដើរដោយជើងពីរឈរត្រង់ខ្លួននិងមានខួរក្បាលរីកធំទៅការផ្លាស់ទីលំនៅទៅកាន់ពិភពលោក out of Africa កាលពីប្រហែល 60,000 ទៅ 70,000 ឆ្នាំមុនមានការផ្លាស់ទីលំនៅដ៏ធំមួយដែលមនុស្ស Homo sapiens បានចាប់ផ្ដើមធ្វើចំណាក់ស្រុកចាកចេញពីទ្វីបអាហ្វ្រិកទៅកាន់ទ្វីបអាស៊ីអឺរ៉ុបអូស្ត្រាលីនិងអាមេរិកដោយសារការប្រែប្រួលអាកាសធាតុនិងការស្វែងរកចំណីអាហារពួកគេបានទៅរស់នៅជំនួសនិងមានការលាយកាត់ជាមួយអម្បូរមនុស្សបុរាណផ្សេងទៀតដូចជាពួក Neanderthals នៅអឺរ៉ុបដែលបានផុតពូជទៅអស់សរុបសេចក្តីមកបើនិយាយតាមបែបវិទ្យាសាស្ត្រដូនតារបស់មនុស្សយើងទាំងអស់គ្នានៅលើផែនដីនេះគឺមានប្រភពដើមចេញពីទ្វីបអាហ្វ្រិកចំណាំនេះជាការពន្យល់តាមបែបវិទ្យាសាស្ត្រដោយឡែកបើតាមជំនឿសាសនាឬទេវកថាផ្សេងគឺមានការពន្យល់ប្លែកៗពីគ្នាទៅតាមតំបន់និងវប្បធម៌នីមួយៗ